នឹងមិនគួរធ្វើនៅក្នុងថ្ងៃសែនឆេងម៉េងជារៀងរាល់ឆ្នាំចាប់ពីចុងខែ3រហូតដល់ថ្ងៃទី5ខែ4កូនចៅចិនដែលជាប់ខ្សែស្រឡាយចិនឬក៏បងប្អូនជនជាតិចិនមួយចំនួនបានចាប់ផ្ដើមមានរួមគ្នាជួបជុំបងប្អូននិងធ្វើដំណើរតាមផ្លូវឆ្ងាយដើម្បីមកជុំគ្នាក្នុងការចូលរួមពិធីបុណ្យសែនឆេងម៉េងឬក៏ពិធីសែនភ្នោហើយការគោរពនៅពិធីនេះឡើងគឺទាក់ទងគឺដល់រំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់និងដូនតាដែលបានចែកឋានទៅជាពិសេសគឺគេត្រូវតែមកសម្អាតភ្នោដែលដុះស្មៅឬក៏ដីឬក៏មានសម្រាមនៅជុំវិញភ្នោនោះគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺពិធីសែនឆេងម៉េងគឺត្រូវបានគេដំណំច្រើនណាស់ដោយការកំណត់ឲ្យយើងថាអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើក្នុងជំនឿថាដើម្បីទទួលនូវភាពសុខសប្បាយរកស៊ីទទួលទានមានបានខាងតាមនេះខ្ញុំនឹងរៀបរាប់រឿងដែលគួរធ្វើជាមុនសិនរឿងដែលយើងគួរធ្វើក្នុងថ្ងៃសែនឆេងម៉េងដែលជាពិធីបុណ្យសម្អាតភ្នោនោះប្រជាជនចិនតែងតែទៅភ្នោដូនតារបស់ពួកគេដើម្បីសម្អាតដោយនាំយកនូវអាហារផ្លែឈើក្រដាសសែនផ្សេងជាច្រើនដែលពួកគេគិតថាដូនតារបស់ពួកគេនឹងពេញចិត្តឬមានតម្រូវការលើវត្ថុមួយចំនួនទៀតហើយងាកក្រោយនឹងឲ្យពរនៅសុខថាតុការដល់ពួកគេរឹតតែចាំបាច់នៅក្នុងពិធីបុណ្យនេះការជួបជុំសាច់ញាតិសិក្សាលោហិតគឺជារឿងសំខាន់ណាស់ដើម្បីបង្ហាញអំពីកតញ្ញូតាធម៌សាមគ្គីភាពការចែករំលែកនូវក្តីស្រឡាញ់និងគ្រឿងឧបភោគបរិភោគនានាហើយរឹតតែគួរចាប់អារម្មណ៍ទៀតនោះក្នុងពិធីនេះគេប្រកាន់យកនូវការប្រើប្រាស់ភាសាផ្អែមល្ហែមតាក់គ្នារួមនឹងការផ្ដល់ស្នាមញញឹមហើយហាមប្រាមក្នុងការបង្កចំនួនផ្សេងយើងចូលមកដល់រឿងដែលមិនគួរធ្វើក្នុងថ្ងៃសែនឆេងម៉េងទំនៀមទម្លាប់ចិនគឺមានអត្តជំនឿផ្សេងគ្នានៅក្នុងពិធីបុណ្យឆេងម៉េងនេះក៏ដូចគ្នាដែរគឺមានដំណើរមួយចំនួនសម្រាប់ជនជាតិចិននិងអ្នកជាប់ខ្សែស្រឡាយចិនដោយគេប្រកាន់យកនោះគឺរួមមានគឺមិនឲ្យទៅលេងមិត្តភ័ក្តិឬញាតិមិត្តជិតឆ្ងាយក្នុងឱកាសឆេងម៉េងប៉ុន្តែអាចទៅជួបជុំបងប្អូននៅស្រុកកំណើតដើម្បីសែនភ្នោជុំគ្នាការធ្វើដំណើរលេងឆ្ងាយពីផ្ទះក្នុងឱកាសបុណ្យនេះគឺមានជំនឿថាអាចនឹងជួបគ្រោះថ្នាក់ណាមួយដែលគេនឹកស្មានមិនដល់គេមិនអនុញ្ញាតឲ្យថតរូបផ្ដេសផ្ដាសនៅក្នុងទីបញ្ចុះសពនោះទេជនជាតិចិនជឿថាដូនតានឹងមិនសប្បាយចិត្តនោះទេបើកូនចៅយកទីបញ្ចុះសពធ្វើជាកន្លែងថតរូបសប្បាយប៉ុន្តែអាចថតរូបអនុស្សាវរីយ៍ជួបជុំសាច់ញាតិគ្រួសារជិតឆ្ងាយលក្ខណៈបែបសមរម្យបានបំរាមមួយទៀតគឺគេហាមមិនឲ្យយើងឆ្លោះគ្នានោះទេហាមលេងល្បែងស៊ីសងនិងហាមបង្កហិង្សាជាដើមទាំងអស់នេះគឺជារឿងដែលគួរធ្វើនិងមិនគួរធ្វើក្នុងថ្ងៃបុណ្យសែនឆេងម៉េងឬក៏គេហៅថាសែនភ្នោទោះយ៉ាងណាជំនឿឬក៏ការយល់ឃើញគឺប្រែប្រួលទៅតាមតំបន់ផ្សេងគ្នាតួយ៉ាងជនជាតិចិននិងខ្មែរដែលជាប់ខ្សែស្រឡាយចិននៅកម្ពុជាមួយភាគធំមិនប្រកាន់យកដំណំឬជំនឿទំនៀមទម្លាប់នេះឡើយតែបានកាន់ភ្ជាប់នឹងការសែនភ្នោក្នុងជំនឿថាដូនតានឹងជួយឲ្យគេរកស៊ីនិងជួយឲ្យគ្រួសាររបស់គេបានរីកចម្រើនតរៀងទៅ